រៀបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីផលរំខានរបស់វ៉ាក់សាំងកូវីដតើវ៉ាក់សាំងកូវីដផ្ដល់ផលរំខានអ្វីខ្លះសូមតាមដានទាំងអស់គ្នាផលរំខានទូទៅភាគច្រើនមិនធ្ងន់ធ្ងរនឹងបាត់ទៅវិញប្រហែល2ថ្ងៃក្រោយបន្ទាប់ពីចាក់រួចអាចឈឺឡើងក្រហមឬហើមនឹងកន្លែងចាក់ក្តៅខ្លួនអាចមានកម្ដៅលើសពី38អង្សាឈឺសាច់ដុំឬឈឺសន្លាក់ដៃជើងអស់កម្លាំងឈឺក្បាលមានក្អួតចង្អោរឈឺក្នុងពោះរាងតឹងកឈឺនៅជើងដេកមិនលក់ផលរំខាននៅលើកុមារអាយុពី6ខែទៅ2ឆ្នាំធ្វើឲ្យកុមារមួម៉ៅងងុយគេងបាត់ចំណង់អាហារមានកន្ទួលក្រហមលើស្បែកក្រហមរឹងនៅនឹងកន្លែងចាក់ក្តៅខ្លួនលើសពី38អង្សាផលរំខានធ្ងន់ធ្ងរមានដូចជាការពិបាកដកដង្ហើមហត់ដកដង្ហើមលឺញ័រទ្រូងអាចដួលឬក៏ដួលសន្លប់ផលរំខានធ្ងន់ធ្ងរបន្ទាប់មានដុំឈាមកកដោយសារផ្លាកែតចុះទាបមានកំណកឈាមនៅក្នុងសរសៃឈាមផលរំខានធ្ងន់ធ្ងរបន្តទៀតមានប្រតិកម្មអាឡែហ្ស៊ីឬក៏អាឡែហ្ស៊ីធ្ងន់ធ្ងរផលរំខានធ្ងន់ធ្ងរអាចធ្វើឲ្យរលាកសាច់ដុំបេះដូងរលាកស្រោមបេះដូងផលរំខាននេះភាគច្រើនបង្កដោយវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Pfizer និង Moderna សូមអរគុណ